កុំប្រព្រឹត្តកំហុសទាំង5យ៉ាងនេះក្នុងជីវិតនៅក្នុងដំណើរជីវិតមេរៀនខ្លះយើងមិនចាំបាច់ត្រូវទៅដើរទៅជួបឬក៏រករបួសទៅខ្លួនឯងទើបយល់នោះទេការរៀនសូត្រពីកំហុសនិងការកំណត់ព្រំដែននៅខ្លួនឯងគឺជាអាវក្រោះការពារសេចក្តីសុខដ៏ល្អបំផុតថ្ងៃនេះខ្ញុំសូមចែករំលែកនៅកំហុសធំៗទាំង5យ៉ាងដែលយើងដាច់ខាតមិនគួរគប្បីប្រព្រឹត្តបើចង់រក្សាភាពថ្លៃថ្នូរនិងតម្លៃក្នុងជីវិតទី1កុំចាប់ផ្ដើមទំនាក់ទំនងណាដែលខ្វះការគោរពមិនថាជាទំនាក់ទំនងស្នេហាមិត្តភាពឬក៏ដៃគូការងារនោះទេបើគ្មានការគោរពគ្នាគឺមិនអាចទៅមុខបានយូរអង្វែងឡើយការព្រមលំអោនចូលទៅក្នុងទំនាក់ទំនងដែលគេមិនព្រមឲ្យតម្លៃយើងគឺស្មើនឹងការអនុញ្ញាតឲ្យគេជន់ឈ្លីលើកិត្តិយសរបស់ខ្លួនឯងចូលចាំថាទំនាក់ទំនងដែលល្អត្រូវចាប់ផ្ដើមចេញពីការចេះឲ្យតម្លៃគ្នាទៅវិញទៅមកទី2កុំត្រឡប់ទៅកន្លែងដែលធ្លាប់ធ្វើឲ្យអ្នកឈឺចាប់ឬក៏បំផ្លាញអ្នកមនុស្សជាច្រើនតែងតែទន់ជ្រាយហើយត្រឡប់ទៅរកអតីតកាលឬក៏កន្លែងចាស់ដែលធ្លាប់ធ្វើបាបចិត្តខ្លួនឯងដោយសង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើងប៉ុន្តែការពិតដបដបែកហើយទោះបីជាព្យាយាមបិទផ្ចិតយ៉ាងណាក៏នៅតែមានស្នាមប្រេះដែរហើយវាអាចនឹងមុតដៃយើងជាលើកទី2ថែមទៀតផងការដើរចេញដោយដាច់ខាតគឺជាកាដូដ៏ល្អបំផុតសម្រាប់ខ្លួនឯងទី3កុំបញ្យល់ជាលើកទី2ចំពោះអ្វីដែលត្រូវបានគេយល់តាំងពីដំបូងរួចមកហើយនៅពេលដែលនរណាម្នាក់មានចេតនាចង់យល់ច្រឡំឬក៏ចង់ធ្វើបាបយើងទោះបីជាយើងបញ្យល់រាប់រយដងក៏គ្មានន័យដែរការព្យាយាមបកស្រាយទៅកាន់មនុស្សដែលបិទត្រចៀកបិទភ្នែកនិងបិទបេះដូងគឺជារឿងខាត់ពេលបំផុតចូលប្រើប្រាស់ភាពស្ងប់ស្ងាត់និងលទ្ធផលការងារជាចម្លើយវិញទើបជាជំរើសដ៏ឆ្លាតវៃទី4កុំរៀបចំផែនការជាមួយមនុស្សណាម្នាក់ដែលសូម្បីតែខ្លួនឯងក៏មិនដឹងថាគេត្រូវការអ្នកពិតប្រាកដឬក៏អត់នោះសូមកុំដាក់ទុនចិត្តឬក៏សាងក្តីសង្ឃឹមទៅលើមនុស្សដែលមានភាពស្រពិចអំពិលចំពោះយើងប្រសិនបើពួកគេចាត់ទុកយើងត្រឹមតែជាជំរើសឬក៏ជាម៉ាស៊ីនដោះស្រាយបញ្ហាតាមពេលយើងមិនគួរយកអនាគតរបស់យើងទៅភ្នាល់ជាមួយគេឡើយចូលរៀបចំផែនការជីវិតជាមួយមនុស្សដែលមើលឃើញវត្តមានរបស់យើងជារឿងសំខាន់នៅក្នុងជីវិតរបស់ពួកគេទី5សូមកុំខ្លាចភាពឯកាប៉ុន្តែត្រូវខ្លាចការបាត់បង់ភាពជាខ្លួនឯងដើម្បីដេញតាមចាប់ក្តីស្រឡាញ់ពីអ្នកដទៃការរស់នៅម្នាក់ឯងមិនមែនជារឿងគួរឲ្យខ្លាចនោះទេអ្វីដែលគួរឲ្យខ្លាចបំផុតគឺការរស់នៅជុំវិញមនុស្សជាច្រើនប៉ុន្តែយើងត្រូវបានលាក់បាំងខ្លួនឯងលះបង់ក្តីសុខខ្លួនឯងនិងដើរតាមសេចក្តីត្រូវការរបស់អ្នកដទៃទាំងបង្ខំចូលរៀនស្រឡាញ់និងរស់នៅជាមួយខ្លួនឯងឲ្យបានរីករាយពីព្រោះនៅពេលដែលយើងមានពន្លឺពីខាងក្នុងមនុស្សដែលត្រូវគ្នានឹងដើរចូលមកដោយឯងសូមចាំថាជីវិតមនុស្សរបស់យើងខ្លីណាស់មិនមានពេលវេលាច្រើនសម្រាប់ឲ្យយើងដើរខុសហើយជួសជុលដដែលៗនោះទេការស្គាល់តម្លៃខ្លួនឯងការមានព្រំដែនច្បាស់លាស់និងការមិនប្រព្រឹត្តកំហុសឆ្គងទាំង5យ៉ាងនេះនឹងជួយឲ្យលោកអ្នករស់នៅដោយសេចក្តីសុខនិងភាពថ្លៃថ្នូរបំផុត